នៅក្នុងរាជវាំងដ៏រុងរឿងមួយដែលព័ទ្ធជុំវិញដោយព្រៃក្រាស់និងភ្នំខ្ពស់មានបុរសម្នាក់ឈ្មោះសានគោគាត់ជាកូនរបស់ព្រះរាជាដែលបានស្លាប់និងជាអ្នកដែលខ្វល់ខ្វាយចំពោះរាជរបស់ខ្លួនសានគោបានប្រកបដោយសេចក្តីក្លាហាននិងចិត្តល្អហើយប្រជាជននៅក្នុងនគរបានស្រឡាញ់គោរពគាត់នៅមិនឆ្ងាយពីនគរនៅឯជើងភ្នំមាននារីម្នាក់ឈ្មោះលៀងជីងជាស្ត្រីស្អាតដែលមានសម្លេងពីរោះនិងចិត្តល្អនាងជាកូនស្រីរបស់មន្ត្រីដ៏មានឥទ្ធិពលម្នាក់លៀងជីងធ្លាប់តែលួចចូលទៅក្នុងព្រៃដើម្បីច្រៀងនិងដើរលេងជុំវិញដើមឈើដោយមិនដឹងថាមានគ្រោះថ្នាក់កំពុងរង់ចាំនាងថ្ងៃមួយនៅពេលដែលលៀងចេញកំពុងដើរលេងក្នុងព្រៃនាងបានជួបនឹងបិសាចឈ្មោះរាត្រីដែលជាអារក្សកាចសាហាវដែលបានចាប់ខ្លួនស្ត្រីស្អាតជាច្រើនអ្នកពីភូមិរាត្រីមានរាងកាយធំហើយខ្មៅភ្នែករបស់គាត់ពណ៌ក្រហមដូចភ្លើងនិងមានក្រញាំដូចសត្វខ្លាអូថ្ងៃនេះខ្ញុំមានសំណាងអូននឹងក្លាយជាប្រពន្ធរបស់បងហើយពេលរាត្រីបាននិយាយហើយក៏បានចាប់លៀងជីងយកទៅនគររបស់ខ្លួនសំឡេងរបស់លៀងជីងដែលយំរកអ្នកជួយបុរសដែលបានដើរព្រៃពេលបានឃើញហេតុការណ៍ក៏បានរត់ទៅរាជវាំងដើម្បីប្រាប់ព្រះអង្គសានគោអំពីរឿងរ៉ាវនេះព្រះអង្គម្ចាស់សានគោបានដឹងខ្លួនថាមិនអាចទប់ទល់យកឈ្នះបិសាចរាត្រីបានទេព្រោះបិសាចនេះខ្លាំងណាស់ខ្លួនរបស់វាមានថាមពលខ្លាំងនិងកងទ័ពជាច្រើនម៉ឺននាក់ហើយក៏បានធ្លាប់មកលុកលុយនគររបស់ព្រះអង្គគំដងដែលកាលពី20ឆ្នាំមុនតែមិនអាចលុកលុយបានក៏ដោយសារមានអ្នកប្រយុទ្ធចោកជាកូនចៅរបស់ព្រះបិតាបានការពារប៉ុន្តែលើនេះក៏គាត់បានចូលនិវត្តន៍ហើយព្រះអង្គសម្រេចចិត្តថានឹងធ្វើដំណើរស្វែងរកគាត់នៅអាណាចក្រអង្គរខ្ញុំនឹងជួយអ្នកព្រះអង្គសានគោងាកមកក្រោយឃើញស្ដេចចុកមួយដែលមានរោមពណ៌ប្រផេះកំពុងឈរនៅមុខគាត់ហើយក៏ជាអតីតអ្នកប្រយុទ្ធការពារនគររបស់គាត់ខ្ញុំឈ្មោះជាចុកខ្ញុំធ្លាប់ជាអ្នកប្រយុទ្ធបម្រើរបស់ព្រះបិតារបស់ព្រះអង្គហើយឥឡូវនេះខ្ញុំដឹងថាព្រះអង្គមានរឿងចង់ឲ្យខ្ញុំជួយខ្ញុំនឹងជួយព្រះអង្គគំដងទៀតខ្ញុំស្គាល់ផ្លូវទៅកាន់នគរបិសាចរាត្រីព្រះអង្គសានគោសប្បាយចិត្តជាខ្លាំងដែលស្ដេចចោកបានជួយហើយពួកគេទាំងពីរក៏បានចាប់ផ្ដើមធ្វើដំណើរទៅរកនគរបិសាចរាត្រីហើយពួកគេក៏បានឆ្លងកាត់ព្រៃក្រាស់ជាច្រើនខណៈពេលដែលពួកគេកំពុងធ្វើដំណើរតាមផ្លូវទៅភ្នំព្រះអង្គសានគោនិងចោកបានជួបបុរសម្នាក់ឈ្មោះម៉ាតាយដែលជាកូនប្រុសរបស់មេតបដ៏ល្បីល្បាញម៉ាតាយបានស្រឡាញ់លៀងចេងជាយូរមកហើយតែនាងមិនដែលយកចិត្តទុកដាក់នឹងគេទេខ្ញុំសូមទៅជាមួយអ្នកផងម៉ាតាយនិយាយខ្ញុំក៏ចង់ជួយសង្គ្រោះនាងដែរព្រះអង្គសានគោមានការសង្ស័យប៉ុន្តែចោបបានខ្សឹបប្រាប់គាត់ទុកឲ្យគាត់មកជាមួយយើងត្រូវការកម្លាំងកាន់តែច្រើនដើម្បីប្រយុទ្ធជាមួយនឹងបិសាចរាត្រី
ពេលទៅដល់រូងរបស់បិសាចរាត្រីពួកគេឃើញលីងជីងត្រូវបានចងនៅលើផ្ទាំងថ្មខណៈពេលដែលរាត្រីកំពុងរៀបចំពិធីអាពាហ៍ពិពាហ៍ដ៏គួរឲ្យខ្លាច